សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកដល់អ្នកនរគ្នាតកតងមួយការលងខ្លួនជាមួយនឹងអំណាចហើយនឹងមុខមាត់អញ្ចឹងអ្នកនរគ្នាដែលនៅធ្វើការនៅកន្លែងណាមួយក៏ដោយអ្នកនរគ្នាតែងតែជួបមនុស្សដែលតែងតែលងជាមួយនឹងអំណាចហើយនឹងមុខមាត់ការលងជាមួយនឹងអំណាចហើយនឹងមុខមាត់គឺមិនបានជួយយើងឲ្យប្រសើរនោះទេគឺវានឹងធ្វើឲ្យយើងបាត់បង់នៅអ្វីគ្រប់យ៉ាងពីជុំវិញខ្លួនយើងរាប់ចំណុចតែសំខាន់គឺគេហៅថាមនុស្សដែលជាទីស្រឡាញ់រាប់តាំងពីមនុស្សដែលជាទីស្រឡាញ់របស់យើងទៅពេលដែលយើងស្រឡាញ់មុខមាត់និងអំណាចច្រើនពេកមនុស្សដែលជាទីស្រឡាញ់របស់យើងដែលនៅជុំវិញខ្លួនយើងនឹងបាត់បង់ម្ដងមួយជារឿយអញ្ចឹងការស្រឡាញ់មុខមាត់និងអំណាចនេះគឺខ្ញុំគិតថាវាចំពោះខ្ញុំតែម្ដងគឺវាអត់មានសំខាន់ទេមុខមាត់និងអំណាចនេះប៉ុន្តែផ្ទុយទៅវិញគឺខ្ញុំស្រឡាញ់កិត្តិយសអ្នកទាំងអស់គ្នាអ្នកដែលស្រឡាញ់មុខមាត់ហើយនិងអំណាចហើយនិងអ្នកស្រឡាញ់កិត្តិយសគឺខុសគ្នាណាមុខមាត់អំណាចហើយនិងកិត្តិយសខុសគ្នាកិត្តិយសគឺមានន័យថាពេលដែលយើងធ្វើទៅគេអបអរសាទរយើងអាហ្នឹងយើងមានអំណាចមានមុខមាត់ដោយខ្លួនឯងតែម្ដងឬក៏ដោយសេចក្តីថ្លៃថ្នូរប៉ុន្តែបើយើងស្រឡាញ់មុខមាត់និងអំណាចបែបផែនខុសផ្សេងណាអ្នកនរគ្នាប្រហែលជាយល់ហើយនោះអ្នកនរគ្នានឹងបាត់បង់គ្រប់យ៉ាងអញ្ចឹងបើយើងមានកិត្តិយសយើងនឹងមានមុខមាត់និងអំណាចមកតាមក្រោយទេប៉ុន្តែបើអ្នកនរគ្នាចង់បានតែអំណាចហើយនឹងមុខមាត់អ្នកនរគ្នាប្រហែលជានឹងបាត់បង់អ្វីគ្រប់យ៉ាងម្ដងបន្តិចចេញពីខ្លួនបាទអញ្ចឹងអ្នកនរគ្នាសង្កេតមើលខ្លួនឯងអ្នកនរគ្នាស្រឡាញ់មុខមាត់ស្រឡាញ់អំណាចកំពុងតែស្រឡាញ់មុខមាត់ស្រឡាញ់អំណាចហើយអាចនឹងព្យាយាមដកខ្លួនចេញម្ដងបន្តិចមកកុំឲ្យជ្រុលខ្លួនណាតែជ្រុលខ្លួនហើយហួសពេលហើយគឺអ្នកដែលល្អនៅជុំវិញខ្លួនយើងគឺគេមិននៅទៀតទេតែអ្នកដែលនៅគឺនៅតែអ្នកដែលហើយចាំលើកជើងអ្នកទាំងគ្នានឹងឯងបាទអរគុណមានតែប៉ុណ្្នឹងទេវីដេអូខ្ញុំថ្ងៃនេះអរគុណច្រើនអត់បានបញ្ចេញមកទេបាទ